ប្តីខ្ញុំល្អណាស់មិនយកខ្ញុំទៅជាមួយប្តីខ្ញុំល្អណាស់បងអើយដូរខ្ញុំក៏បានដែរប្តីខ្ញុំល្អណាស់ជូបកូនជូបប្តីខ្ញុំល្អណាស់ដូរខ្ញុំទៅក៏បានដែរបងឲ្យតែប្តីខ្ញុំឡើងមកវិញអត់សមប្តីខ្ញុំចឹងបងខ្ញុំល្អណាស់មួយម៉ាត់ក៏មិនដែរថាមិនដែរអីអត់ទាំងអស់ទៅសើលោទូមិនក៏ទៅសើទូខ្ញុំមិនក៏ទៅសើលើកទឹកចិត្តរហូតបងអើយល្អណាស់ដូរខ្ញុំវិញក៏ខ្ញុំព្រមដែរបងឲ្យតែប្តីខ្ញុំហើយគាត់កើតឆ្នាំរោងអាយុប៉ុន្មានដែរអ្នកម្ដាយឆ្នាំហ្នឹងឆ្នាំនេះ25ស្ងាត់ឲ្យឈឹងអត់ដតដឹងតំណឹងកូនគេទេ1ម៉ោង10កន្លះហើយបានប្រាប់ថាសម្បត្តិស្លាប់ថ្ងៃហ្នឹងអត់មានបានទៅគាត់បានថ្ងៃមកពីភ្នំពេញក្រោនហ្នឹងប្រកួតហើយស្អែកឡើងមកឆាតទៅម៉ោង9បាននិយាយមួយកូនមួយអីសើចទាំងអស់គ្នាឲ្យជូនពរកូនឲ្យសុខសប្បាយបានតែប៉ុណ្ណឹងនិយាយមួយកូនលោកដល់ដឹងតំណឹងថាកូនស្លាប់នៅជុំគ្នានៅញ៉ាំអីនៅជុំគ្នាមកម៉េចនៅជុំគ្នាខ្ញុំចុកពួតទិញថ្នាំទិញអីឲ្យលែបបញ្ជាក់ថ្នាំខ្ញុំអត់ចូលចិត្តថ្នាំទេបងនៅបញ្ជាក់ថ្នាំអូនឯងលែបថ្នាំទៅអូនឯងអត់មិនអត់លែបចឹងណានិយាយចឹងទេណាបាយមកនៅបញ្ជាក់ថ្នាំធ្វើមិនឲ្យតែខ្ញុំលែបថ្នាំហ្នឹងអត់ទេអូនឯងលែបអូននឹងចឹងបងអត់សមចឹងប្តីខ្ញុំល្អណាស់ប្តីខ្ញុំល្អណាស់អត់ធ្វើមានរឿងចឹងមួយប្តីខ្ញុំទេអូនណាបងអើយនៅឃើញសោះឡើយទេបងនៅជុំគ្នាទៅឡើយមិនបានចឹងតង់គ្នាដល់ម៉ោង9ជាងបងនៅឆាតមានឆាតអីទាំងអស់ហើយដល់ពេលបងចេញមកអាឡូតទូរស័ព្ទអីគាត់សេឡូកេសិនឲ្យខ្ញុំទៀតបងហើយដល់ពេលខ្ញុំចុចតែហ្នឹងវាអត់កើតទេបាត់ទូរស័ព្ទបងអាឡូតបាត់ឯហ្នឹងហើយយើងទៅបងនៅណាខ្ញុំហូតបងតាមហូអត់រៀនប្រាប់ម៉ាក់ទេម៉ាក់ឈឺអត់រៀនប្រាប់ម៉ាក់ទេដល់ពេលផឹកឡើងបងអើយគេមកពេលធ្វើមិនបងអើយប្តីខ្ញុំល្អណាស់គេមកប្រាប់យ៉ាងម៉េចដែរខ្ញុំមិនអាចចិត្តខាងមកប្រាប់តែឲ្យខ្ញុំតាំងអារម្មណ៍ទៅយើងតាំងអារម្មណ៍មិនតាំងអីយ៉ាងណាប្តីយើងនេះឯងបងអត់ត្រូវប្តីខ្ញុំខ្លាចណាស់ប្តីខ្ញុំខ្លាចងឹតណាស់មិនបានត្រូវទៅនឹងអត់ត្រូវបងខែមេសាឆ្នាំ2024នេះនៅខាងក្រោយខ្នងខ្ញុំនេះគឺជាមេនដែលបូជាសពរបស់ប្អូនប្រុសទេសសម្បត្តិដែលជាអតីតកីឡាករជម្រើសជាតិហើយក៏ជាធនធានបាល់ទាត់ដ៏កម្រនៅក្នុងប្រទេសរបស់យើងគឺគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបាទធ្លាក់នៅប្រឡាយទឹកដែលស្ថិតនៅក្នុងសង្កាត់សាក់សពៅខណ្ឌដង្កោកាលពីវេលារាត្រីយប់មិញផងដែរភេសជ្ជៈបើកម្លាំង Powerade អនុភាពឆ្ពោះទៅភាពជោគជ័យអាហារបំពន់ស៊ីបែប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបែប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហៃវិលមុខកោសខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមជំរាបសួរប្រិមិត្តដែលកំពុងតែទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុប្រិមិត្តបានឃើញហើយនៅរាត្រីថ្ងៃទី21ខែមេសាឆ្នាំ2024នេះនៅខាងក្រោយខ្នងខ្ញុំនេះគឺជាមេនដែលបូជាសពរបស់ប្អូនប្រុសទេសសម្បត្តិដែលជាអតីតកីឡាករជម្រើសជាតិហើយក៏ជាធនធានបាល់ទាត់ដ៏កម្រនៅក្នុងប្រទេសរបស់យើងគឺគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបាទធ្លាក់នៅប្រឡាយទឹកដែលស្ថិតនៅក្នុងសង្កាត់សាក់សពៅខណ្ឌដង្កោកាលពីវេលារាត្រីយប់មិញផងដែរឥឡូវនេះខ្ញុំបានមកដល់ទីតាំងរោងបុណ្យហើយម្ដាយរបស់គាត់ក៏បានអនុញ្ញាតឲ្យខ្ញុំបានធ្វើកិច្ចសម្ភាសខ្លះដើម្បីឲ្យបងប្អូនបានជ្រាបជំរាបសួរអ្នកម្ដាយជាជំហានដំបូងក្មួយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមែនទែនចំពោះការបាត់បង់នៅកូនប្រុសនៅថ្ងៃនេះណាអ្នកម្ដាយណា
បាទអ្នកម្ដាយអាចជំរាបទៅកាន់អ្នកគ្រប់គ្រងវិស័យកីឡាករបាល់ទាត់ក៏ដូចជា fan របស់ប្អូនសម្បត្តិឲ្យគាត់បានជ្រាបបន្តិចបានទេនៅមុនពេលកើតហេតុនឹងសម្បត្តិគាត់នៅណាហើយមូលហេតុអីបានទៅជួបគ្រោះថ្នាក់ចរាចរណ៍នៅរាត្រីនឹងអ្នកម្ដាយ ជួបមកអូននឹកសិនមកនិយាយអត់ចេញ បងនៅផ្ទះមកនៅផ្ទះមួយខ្ញុំបងនេះចឹង ពេលហ្នឹង កូនអង្គជុំគ្នា ពេលហ្នឹងសម្បត្តិគាត់នៅផ្ទះជុំជាមួយនឹងប្អូនណា នៅជុំគ្នានៅញ៉ាំអីនៅជុំគ្នាមកម៉េចនៅជុំគ្នាខ្ញុំចុកពោះទិញថ្នាំទិញអីឲ្យលែបញ្ច្រកថ្នាំខ្ញុំមកចូលចិត្តថ្នាំទេបងនៅបញ្ច្រកថ្នាំអូនណៃលែថ្នាំទៅអូនឯងអត់មិនអត់លែបចឹងណានិយាយចឹងទេណាបងមើលទៅបញ្ច្រកថ្នាំធ្វើមិនឲ្យតែខ្ញុំលែបថ្នាំហ្នឹងអត់ទេអូនឯងលែបអូននឹងអញ្ចឹងបងអត់សមអញ្ចឹងប្តីខ្ញុំល្អណាស់ប្តីខ្ញុំល្អណាស់អត់ធ្វើមានរឿងអញ្ចឹងមួយប្តីខ្ញុំទេអូនណាបងអើយនៅឃើញសោះឡើយទេបងនៅជុំគ្នាទៅឡើយមិនបានអញ្ចឹងអត់ទៅ ប្អូនចាប់ផ្ដើមបាត់ដំណឹងសម្បត្តិយប់មិញហ្នឹងតាំងពីម៉ោងប៉ុន្មានដែរប្អូន តែតងគ្នាដល់ម៉ោង9ជាងបងនៅឆាតមានឆាតអីទាំងអស់ហើយដល់ពេលបងចេញមកអាឡូតទូរស័ព្ទឲ្យគាត់ send location ឲ្យខ្ញុំទៀតបងហើយដល់ពេលខ្ញុំចុចតែហ្នឹងវាអត់កើតទេបាត់ទូរស័ព្ទបងលុតបាត់ឯហ្នឹងហើយយើងទៅបងនៅណាខ្ញុំហូតបងតាមហូអត់រៀនប្រាប់ម៉ាក់ទេម៉ាក់ឈឺអត់រៀនប្រាប់ម៉ាក់ទេដល់ពេលផឹកឡើងបងអើយគេមកពេលហើយធ្វើម៉េចបងអើយប្តីខ្ញុំល្អណាស់ គេមកប្រាប់យ៉ាងម៉េចដែរបងអូន ញ៉ែមើលតែចិត្តខាងមកប្រាប់ថាឲ្យខ្ញុំតាំងអារម្មណ៍ទៅហើយយើងតាំងអារម្មណ៍មិនតាំងអីយ៉ាងណាប្តីយើងនេះឯងបងអត់ត្រូវប្តីខ្ញុំខ្លាចណាស់ប្តីខ្ញុំខ្លាចងឹតណាស់មិនបានត្រូវទៅនឹងអត់ត្រូវបងអត់ត្រូវ អ្នកម្ដាយសម្បត្តិគាត់កើតឆ្នាំអីដែរអ្នកម្ដាយ គាត់កើតឆ្នាំរោង អាយុប៉ុន្មានដែរអ្នកម្ដាយឆ្នាំហ្នឹង ឆ្នាំនេះ25 បាទអ្នកម្ដាយមានបានយល់សពអីខ្លះទេឬក៏ឲ្យបថ្នូអីខ្លះទេមុនសម្បត្តិគាត់បានលាចាកលោកទៅនឹងអ្នកម្ដាយ ដូចជាស្ងប់ស្ងាត់ឈឹងអត់បានតាក់ទងអត់បានយល់សពអីទេហើយថ្ងៃប្រកួតមួយភ្លេងក្រោនហ្នឹងព្រលឹមឡើងខ្ញុំមើលម៉ោង9គាត់ភ្ញាក់ខ្ញុំក៏បានឆាតមកគាត់សួរសុខទុក្ខគាត់ក៏សួរសុខទុក្ខខ្ញុំអញ្ចឹងចាហើយ បថ្នូអីខ្លះទេអ្នកម្ដាយ ដូចជាអត់ទឹកស្ងាត់ឲ្យឈឹងអត់ដតដឹងតំណែងកូនគេទេមកម៉ោង10កន្លះហើយបានប្រាប់ថាសម្បត្តិស្លាប់ថ្ងៃហ្នឹងអត់មានបានទៅគាត់បានថ្ងៃមកពីភ្នំពេញក្រោនហ្នឹងប្រកួតហើយស្អែកឡើងមកឆាតទៅម៉ោង9បាននិយាយមួយកូនមួយអីសើចទាំងអស់គ្នាឲ្យជូនពរកូនឲ្យសុខសប្បាយបានតែប៉ុណ្ណឹងនិយាយមួយកូនលោកដល់ដឹងតំណែងថាកូនស្លាប់ចិត្តខ្លាំងណាស់ កូនល្អណាស់ បាទអ្នកម្ដាយឥឡូវនេះសពរបស់សម្បត្តិគាត់បូជាតាំងពីម៉ោងប៉ុន្មានដែរអ្នកម្ដាយ បូជាថ្ងៃហ្នឹងម៉ោង7កន្លះម៉ោង7កន្លះថ្ងៃហ្នឹង បាទនៅក្នុងផ្ទះហ្នឹងនៅក្នុងស្រុកអីដែរ នៅស្រុកក្នុងភូមិរកាកោះស្រុកកងពិសីចាខេត្តកំពង់ស្ពឺចាកុំប្រកាន់ម៉ែភ្លេចអស់ហើយ អត់អីទេអ្នកម្ដាយប្អូនស្រីវិញជាភរិយាឥឡូវនេះប្អូនស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសម្បត្តិរួមរស់នៅជាមួយគ្នាប្រហែលឆ្នាំហើយប្អូនស្រី អត់ស្លាយវិញយូរដែរបងឯកាលជិត2ឆ្នាំហើយបើអូននេះទៅកូនទៅបាន3ខែទៀតបែរគាត់មើល កូនប្រុសឬកូន កូនស្រីបង ទើបតែកូនខ្ចីបាន3ខែទេបងអូន កូនខ្ចីបាន3ខែហ្នឹងបង ឥឡូវនៅវេលាចុងក្រោយដែលប្អូនជូនដំណើរសម្បត្តិនេះប្អូនមានអីនិយាយទៅកាន់ប្តីទេបងអូន ប្តីខ្ញុំល្អណាស់មិនយកខ្ញុំទៅជាមួយប្តីខ្ញុំល្អណាស់បងអើយដូរខ្ញុំក៏បានដែរប្តីខ្ញុំល្អណាស់ជូនពរកូនជូនពរ ប្តីខ្ញុំល្អណាស់ដូរខ្ញុំទៅក៏បានដែរបងឲ្យតែប្តីខ្ញុំឡើងមកវិញអត់សមប្តីខ្ញុំចឹងបងខ្ញុំប្តីខ្ញុំល្អណាស់មួយម៉ាត់ក៏មិនដែរថាមិនដែរអីអត់ទាំងអស់ទៅសើលោទូមិនក៏ទៅសើទូខ្ញុំមិនក៏ទៅសើលើកទឹកចិត្តរហូតបងអើយល្អណាស់ដូរខ្ញុំវិញក៏ខ្ញុំព្រមដែរបងឲ្យតែប្តីខ្ញុំហើយ មានបថ្នូអីខ្លះទេប្អូនមុនសម្បត្តិគាត់មានជួបគ្រោះថ្នាក់ឧបទ្ទវហេតុនៅគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបងអូន អត់ទេប្តីខ្ញុំធម្មតាដូចរងថ្ងៃសំខាន់ណាស់មិនសូវមិនមកមើលខ្ញុំឈឺខ្ញុំអីចឹងទៅទិញថ្នាំទិញអីបញ្ចុកឲ្យលេបឲ្យអីល្ងាចឡើងចង់ញ៉ាំសាច់គោឡើងភ្នំចំអ្នកចិត្តខាងចឹងទៅធ្វើញ៉ាំជុំគ្នាអញ្ចឹងអត់ត្រូវមកអញ្ចឹងបងឲ្យទៅតែមកប្លែទេនៅតាក់តងគ្នាធម្មតាមិនអញ្ចឹង សម្បត្តិគាត់ជិះម៉ូតូទៅនឹងទៅណាវិញបងអូន
គាត់ទៅញ៉ាំអីនៅចិត្តហ្នឹងមួយបកអ្នកដែលស្គាល់អញ្ចឹងណាបងចេញតែមួយផ្លែតហ្នឹងហើយជិះមកវិញនឹងថាជួខ្ញុំទៅប៉ែទៅបងម៉ោងប៉ុន្មានដែរគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបងអូនខ្ញុំអត់ដឹងទេបងអើយខ្ញុំដឹងតែតតងគ្នាដល់ម៉ោង 7:10 9ជាង 7:10 នៅតម្លាក់ location ឲ្យខ្ញុំនេះបងឯងគិតមើលអត់ត្រូវប្តីខ្ញុំអត់ត្រូវអញ្ចឹងគឺអត់ត្រូវខ្ញុំនៅទទួលយកបានតែប្តីខ្ញុំអត់ត្រូវអញ្ចឹងប្តីខ្ញុំអត់ត្រូវបងអូនបានដើររកគាត់តាំងពីយប់រហូតដល់ម៉ោងប៉ុន្មានបងអូនខ្ញុំដើរនៅជិតម៉ោង 4 បងខ្ញុំមានឆាតខ្ញុំដើររបនៅណាអីខ្ញុំដើររនៅដើរមួយបងអូននៅក្នុងផ្ទះមួយគ្នាអញ្ចឹងណាដើររប្តីហើយណាមួយខ្ញុំអត់ដែរគិតប្តីខ្ញុំដល់ថ្នាក់នឹងទេបងគិតតែប្តីខ្ញុំល្អប្តីខ្ញុំបើសិនជាប្តីខ្ញុំអត់លត់ទូរស័ព្ទខ្ញុំគិតតែផ្លូវល្អអញ្ចឹងហើយឬក៏ដេកផ្ទះគាត់អីអញ្ចឹងណាបងយើងអត់គិតផ្លូវដល់ថ្នាក់នឹងទេតែប្តីខ្ញុំល្អមែនបងប្តីខ្ញុំល្អណាស់ម៉ោងប៉ុន្មានបានចាប់ផ្ដើមដឹងថាសម្បត្តិគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បងអូនហាក់ឡើងគេមកប្រាប់ខ្ញុំឲ្យខ្ញុំតាំងអារម្មណ៍តាំងសតិអីហ្នឹងដល់ពេលម៉ោងប៉ុន្មានបានបងអូនបានចាប់ផ្ដើមទៅទទួលសពសម្បត្តិបងអូនខ្ញុំទៅផ្លែតហ្មងបងដឹងភ្លាមខ្ញុំទៅផ្លែតបាទបងអូនចាអត់សមបងអូនចូលរួមលេខទុកនៅអ្នកម្ដាយណាបាទអ្នកម្ដាយចូលរួមលេខទុកនៅអ្នកម្ដាយណាឥឡូវនេះបងអូនស្រីនេះជាថវិការបស់ជំរាបសួរអ្នកម្ដាយនេះគឺជាថវិការបស់លោកអុកញ៉ាឡោដារិតលោកក៏ជាប្រធានក្លឹបបាល់ទាត់ Sibel SC ដែរណាអ្នកម្ដាយណាគាត់បានចូលថវិកាតាមរយៈខ្ញុំចំនួន1 លានរៀលបាទលោកអុកញ៉ាឡោដារិតក៏ដូចជាលោកជំទាវសុករស្មីណាលោកអ្នកម្ដាយណាអ្នកម្ដាយខ្ញុំបានយកថវិកា1 លានរៀលរបស់គាត់យកមកចូលបុណ្យហើយសូមចូលរួមរំលែកទុកអ្នកម្ដាយមែនតើអ្នកម្ដាយអរគុណបាទព្រមម៉ែជាអត់អកហ្មងបាទឡើយអរគុណលោកអុកញ៉ាអីគេអូនលោកអុកញ៉ាឡោលោកអុកញ៉ាឡោណារិតនិងភរិយាលោកជំទាវចាសុករស្មីដែលជួយបច្ច័យមកចូលបុណ្យកូនខ្ញុំនេះឲ្យលោកអុកញ៉ានិងលោកជំទាវជួបតែសេចក្តីសុខក្តីចម្រើនអាយុវែងបាទអ្នកម្ដាយបាទចូលរួមលេខទុកណាបងអូនណាបងមានតែប៉ុណ្្នឹងបងអូនដោយក្តីគោរពណាបងអូនណាដោយក្តីគោរព